ធ្លាប់មានកម្ចីផ្សេងៗបាទពីមុនមកណាបាទគាត់អត់ហ៊ានបាទសួរសំបីតែសួរព័ត៌មានតែទៅជាមួយនឹងរថយន្តបាទហូតជាមួយនឹង credit ផ្សេងៗអញ្ចឹងណាបងប្អូនបាទពលិសគាត់គិតថាទិញរថយន្តទៅយកទៅបង្កើតអាជីវកម្មបាទយកទៅបង្កើតលុយដើម្បីបង់ទៅលើរថយន្តនឹងបន្ថែមយូរទៅបាទបងដាច់នឹងសល់រថយន្តនឹងឯងអញ្ចឹងបាទសូមគោរពជំរាបសួរទៅដល់បងប្អូនក៏ដូចជាតេជូន Ford ទាំងអស់បងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទចង់ចេញវីដេអូមួយបាទខ្ញុំនិយាយចំហ្មងគឺចង់និយាយពីបាទការបង់រំលោះរថយន្តបងប្អូនបាទបងប្អូនខ្ញុំគិតថាបងប្អូនបាទសប្តាហ៍ថ្ងៃបាទបងប្អូនមួយចំនួនដែលគាត់នៅតាមបណ្ដាខេត្តក៏ដូចជាបងប្អូនដែលគាត់ធ្លាប់មានកម្ចីផ្សេងៗបាទពីមុនមកណាបាទគាត់អត់ហ៊ានបាទសួរសំបីតែសួរព័ត៌មានតែទៅជាមួយនឹងរថយន្តពលិសគាត់គិតថាគាត់មានកម្ចីបាទជាប់ខ្លួនឬក៏គាត់ធ្លាប់កម្ចីទៅលើអង្គការពីមុនបាទខូចជាមួយនឹង credit ផ្សេងៗអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនកន្លែងនេះខ្ញុំចង់និយាយបន្តិចបាទថាវាជាចំណុចមួយដែលបងប្អូនគិតខុសដែលបងប្អូនអត់បានសួរព័ត៌មានអញ្ចឹងបងប្អូនបាទពលិសបាទមកដល់ពេលនេះបាទស្ថាប័នធនាគារក៏មានច្រើនបាទធនាគារបាទមួយចំនួនគឺគាត់បត់បែនតាមបប្រតិបត្តិអតិថិជនបងប្អូនបាទគឺគាត់ជួយជាមួយនឹងអតិថិជនក្នុងការបង់រំលោះបាទដើម្បីឲ្យបងប្អូនបាទអាចមានលទ្ធភាពយករថយន្តទៅប្រើប្រាស់បានអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនដែលមានបញ្ហា credit បាទបងប្អូនដែលមានបញ្ហា CBC បងប្អូនដែលមានបញ្ហាការបង់រំលោះបាទពីមុនមកណាខូច credit ផ្សេងៗបងប្អូនកន្លែងនេះឲ្យបងប្អូនកុំបាទគិតថាបងប្អូនអត់អាចយករថយន្តបានបងប្អូនអាចពិគ្រោះជាមួយនឹងពួកខ្ញុំបាទពួកខ្ញុំនឹងព្យាយាមបាទឲ្យបងប្អូនបាទជំរុញបងប្អូនទៅពិគ្រោះជាមួយនឹងខាងធនាគារដែលត្រូវជាមួយនឹងលក្ខខណ្ឌរបស់បងប្អូនបាទបងប្អូនមានធ្លាប់បញ្ហាខូច credit ឬក៏ផ្សេងៗហ្នឹងគឺពួកខ្ញុំនឹងព្យាយាមជួយឲ្យអស់លទ្ធភាពអញ្ចឹងបងប្អូនបាទអញ្ចឹងបាទខ្ញុំបាទនឹងព្យាយាមធ្វើម៉េចឲ្យបាទបងប្អូនអាចយករថយន្តទៅប្រើប្រាស់បានប៉ុន្តែបើសិនជាបងប្អូនអត់ហ៊ានបាទសូម្បីតែសួរព័ត៌មានឬក៏ផ្សេងៗបាទយើងពិបាកបាទនឹងផ្ដល់ព័ត៌មានជូនបងប្អូនព្រោះដោយសារបងប្អូនគិតថាខ្លួនឯងអាចយកបានអញ្ចឹងបងប្អូនបាទយ៉ាងកន្លែងនេះវាជាចំណុចមួយដែលបងប្អូនគិតខុសអញ្ចឹងបងប្អូនបាទព្រោះឥឡូវនេះដូចខ្ញុំបញ្ជាក់បងប្អូនផ្សាយហើយផ្សាយទៀតអញ្ចឹងតើតោះជាមួយនឹងការយករំលោះបាទធនាគារគឺដៃគូក៏មានច្រើនបាទហើយបងប្អូនបើអត់ហ៊ានសួរយើងអាចមានរបស់យកទៅប្រើប្រាស់តែបងប្អូនអាចហ៊ានសួរយើងអាចជំរុញបងប្អូនទៅខាងធនាគារដៃគូឬត្រូវជំរុញលក្ខខណ្ឌបងប្អូនបាទបងប្អូនអាចមានរបស់យកទៅប្រើប្រាស់បាទបងយូរទៅនឹងដាច់សល់របស់មួយជារបស់ផ្ទាល់ខ្លួនអញ្ចឹងបងប្អូនបាទកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនថាបងប្អូនកុំខ្លាចបងប្អូនបាទបងប្អូនដែលធ្លាប់មានបញ្ហា CBC credit ពីមុនមកបងប្អូនអាចធ្វើការសាកសួរព័ត៌មានតាមរយៈខ្ញុំបានសិនបានអញ្ចឹងបងប្អូនខ្ញុំបាននឹងព្យាយាមរក្សាហើយនឹងព្យាយាមជូនបងប្អូនបាទទៅតាមទៅធនាគារដែលជាដៃគូដែលចំជាមួយនឹងគោលការណ៍របស់បងប្អូនអញ្ចឹងបងប្អូនបាទមួយទៀតបងប្អូនតើតើជាមួយនឹងការបង់រំលោះបងប្អូនត្រូវគិតថាបង់រំលោះយើងបាទជំពាក់លុយធនាគារបាទប៉ុន្តែបកវិញបើសិនជាយើងបាទយកលុយដុំទៅទិញណាបងប្អូនបាទព្រោះដោយសារបាទរយៈកាលពេលនេះគឺភាគច្រើនបាទគាត់ភ្ញៀវដែលគាត់មានលុយឬក៏បងដែលគាត់មានរ៉ូស៊ីណាគាត់អត់សូវយកលុយដុំមកទិញទេបងប្អូនណាគាត់ដកលុយមួយចំនួនតូចដូចជា10ទៅ20%ដើម្បីយកមកបាទតម្លាក់ដើមមុនសិក្សាយកកម្ចីរំលោះខ្ញុំបងប្អូនបាទព្រោះដោយសារគាត់គិតថាទិញរថយន្តទៅយកទៅបង្កើតអាជីវកម្មបាទយកទៅបង្កើតលុយដើម្បីបង់ទៅលើរថយន្តនឹងបន្ថែមយូរទៅបាទបងដាច់នឹងសល់រថយន្តនឹងឯងអញ្ចឹងបានន័យថាបាទយកលុយវិនិយោគទៅទិញរថយន្តបាទមកបង្កើតលុយវិញអញ្ចឹងបងប្អូនបាទកន្លែងហ្នឹងបងប្អូនពេលខ្លះអាចគិតរំលងអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនកុំភ័យថាតើតងមួយខ្ចីធនាគារយើងជាពាក់គេអីយូរអីចឹងទៅបងប្អូនកុំគិតអញ្ចឹងបងប្អូនបាទយើងនឹងព្យាយាមធ្វើម៉េចបាទជំរុញបងប្អូនដល់ដៃគូបាទដើម្បីឲ្យគាត់សិក្សាបាទហើយនឹងផ្ដល់យោបល់ជូនបងប្អូនណាបងប្អូនអាចតទៅជាមួយនឹងការបង់មួយនោះបង់បានអត់អញ្ចឹងបងប្អូនបាទចុះបងប្អូនខ្ញុំបាទដាវីតថ្ងៃនេះខ្ញុំចង់និយាយតទៅជាមួយការបង់រំលោះនេះប៉ុណ្្នឹងឯងព្រោះដោយសារខ្ញុំឃើញបងប្អូនបាទមួយចំនួនធំបាទនៅខាងបណ្ដាខេត្តផ្សេងៗគាត់អត់ដែរហ៊ានសួរព័ត៌មានព្រោះដោយសារគាត់ខូច credit អញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនកុំភ័យទៀតបងប្អូនបាទមានអីបងប្អូនអាចតទៅសួរខ្ញុំបានបាទតាមរយៈ Telegram បាទនៅខាងលើក៏ដូចជាលេខទូរស័ព្ទនៅខាងក្រោមនេះបាទខ្ញុំបាននឹងព្យាយាមអស់លទ្ធភាពបាទជូនបងប្អូនដើម្បីឲ្យបងប្អូនបានតាក់ទងជាមួយនឹងខាងធនាគារសិក្សារំលោះបាទឲ្យត្រូវជាមួយនឹងលក្ខខណ្ឌរបស់បងប្អូនអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំបាទដាវីតថ្ងៃនេះមានតែប៉ុណ្្នឹងទេជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលាបងប្អូនបាទ